សួស្តីអ្នកទាំងអស់គ្នានៅពេលដែលកុំព្យូទ័រអ្នកទាំងអស់គ្នាជួបបញ្ហាបែបនេះវាលុតចេញមកនៅ bootable device អញ្ចឹងវិធីងាយៗដើម្បីដោះស្រាយអ្នកទាំងអស់គ្នាអាចធ្វើតាមរបៀបនេះបានអញ្ចឹងមុនដំបូងនៅពេលដែលអ្នកទាំងអស់គ្នាបើកកុំព្យូទ័រអ្នកទាំងអស់គ្នាមកវាលុតចេញបែបនេះអញ្ចឹងអ្នកទាំងអស់គ្នាអាចចុចទៅប៊ូតុងកន្លែង power off កន្លែងនេះចុចស្កត់ឲ្យជាប់ដើម្បីធ្វើការបិទវាសិនបានអូខេបន្វាឲ្យលុតភ្លើងបាទហើយបន្តមកអ្នកទាំងអស់គ្នាអាចចូលទៅបើកវាម្ដងទៀតបាទហើយបន្តមកអ្នកទាំងអស់គ្នាអាចចុចទៅលើ F2 មកចុចវាបានច្រើនដងមកវាចេញមកកន្លែងតទៅនឹង boot security តទៅនឹងកន្លែងយើងចូលទៅកំណត់តទៅនឹងការ boot អញ្ចឹងបន្តមកអ្នកទាំងអស់គ្នាចូលទៅកន្លែងនេះអញ្ចឹងកន្លែងនេះយើងអាចចុចមកកន្លែង menu man នេះមកបាទហើយអ្នកទាំងអស់គ្នាមើលកន្លែងនោះF2 boot menu បាទអញ្ចឹងអ្នកនរគ្នាអាចទៅតាមនឹងបានហើយកន្លែងនេះយើងជ្រើសរើសយកកន្លែងដោយសារតែវាជាប់ទៅនឹង disable អញ្ចឹងកន្លែងនេះយើងអាចចុច enter មួយមកហើយកន្លែងនេះយើងជ្រើសរើសយក enable បាទហើយ enter ហើយប៉ុណ្ណឹងហើយវាអត់ទាន់អស់ទេយើងចូលទៅកន្លែង boot កន្លែង tab boot នោះមួយទៀតបាទយើងចូលមកអញ្ចឹងយើងមើលកន្លែងboot mode ហ្នឹងបាទអញ្ចឹងកន្លែងនេះយើងជ្រើសរើសបាទចុចទៅលើវាទៅ enter ទៅអញ្ចឹងកន្លែងនេះយើងជ្រើសរើសយកកន្លែង legacy បាទហើយចុច enter មកអូខេ enter រហូតអូខេរហូតទៅហើយបន្ទាប់មកយើងចុចមកកន្លែង exit មកនេះមាននៅ exit នោះបាទអញ្ចឹងកន្លែងហ្នឹងយើងជ្រើសរើសនេះយើងមើលខាងក្រោមនេះក៏ឲ្យយើងប្រើ F10 ដើម្បីយើងធ្វើការ save ហើយនឹងចុចចាក់ចេញបាទអញ្ចឹងកន្លែងនេះចុចធ្វើការចុចទៅលើ key F10 មកបាទអូខេមួយនេះបាទហើយយើងយក yes enter យក yes មកបាទអញ្ចឹងកុំព្យូទ័រយើងគឺដំណើរការមកវិញធម្មតាហើយបាទអញ្ចឹងក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងបាទអញ្ចឹងវា start window មកហើយបាទ